បងប្អូនក្នុងសប្តាហ៍នេះផ្ទៃមេឃទូទាំងទ្វីបអាស៊ីបានប្រែជាអាប់អួរនិងធ្ងន់ធ្ងរដោយសារតែព្យុះមរណៈកំពុងតែវាយលុកព្យុះទីហ្វុងកាម៉ាគីដែលត្រូវបានគេស្គាល់ថាជាទីណូបានវាយប្រហារប្រទេសហ្វីលីពីនយ៉ាងសន្ធឹកសន្ធាប់ដែលមិនអាចនឹកស្មានដល់បណ្ដាលឲ្យមនុស្សជា140នាក់បានស្លាប់និងជាច្រើនអ្នកទៀតបាត់ខ្លួនទីប្រជុំជនទាំងមូលត្រូវលិចលង់ដោយទឹកផ្ទះសម្បែងត្រូវបានបំផ្លាញហើយក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំឲ្យរត់ភៀសខ្លួនប្រជាជនជាងកន្លះលាននាក់ត្រូវបានជំលះខណៈដែលរលកយក្សដែលមានកម្ពស់រហូតដល់5ម៉ែត្របានបោកបក់ទូកនេសាទនិងកសិដ្ឋានផ្សេងឥឡូវនេះព្យុះបានបន្តទៅដល់ប្រទេសវៀតណាមហើយដែលមានកម្លាំងព្យុះខ្លាំងរហូតដល់220គីឡូម៉ែត្រក្នុង1ម៉ោងកងទ័ពរាប់ពាន់នាក់កំពុងបំពេញបេសកកម្មជួយសង្គ្រោះហើយពលានយន្តហោះនិងសាលារៀនត្រូវបានបិទប៉ុន្តែគ្រោះថ្នាក់មិនទាន់ចប់នៅឡើយកម្ពុជានិងថៃក៏ត្រូវបានរំពឹងថានឹងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ខណៈដែលព្យុះនៅបន្តធ្វើដំណើរទៅទិសខាងលិចគ្រោះមហន្តរាយនេះបានបង្ហាញពីធម្មពលដ៏ខ្លាំងក្លារបស់ធម្មជាតិហើយក៏បានបង្ហាញពីសារៈសំខាន់នៃការដែលយើងត្រូវប្រុងប្រយ័ត្នរក្សាសុវត្ថិភាពនិងជួយគ្នាទៅវិញទៅមក